ដល់រដ្ឋាភិបាលអាមេរិកចំណាយ$2,300លើមនុស្សម្នាក់ដើម្បីឲ្យជិះយន្តហោះទៅប្រលានយន្តហោះតូចមួយនេះការធ្វើដំណើរតាមផ្លូវអាកាសភាគច្រើនយើងតែងតែនឹកឃើញដល់ភាពមមាញឹកការឈរតម្រង់ជួរយ៉ាងវែងអន្លាយនិងមនុស្សម្នាដើរកកកុញពេញប្រលានយន្តហោះប៉ុន្តែសម្រាប់អាកាសយានដ្ឋានតូចមួយកន្លែងនៅក្នុងទីក្រុង Jonesboro រដ្ឋអាកាសាសហរដ្ឋអាមេរិកបែរជាមានទិដ្ឋភាពផ្ទុយស្រឡះហើយថែមទាំងកំពុងក្លាយជាប្រធានបទដ៏ក្តៅគគុកនៅលើបណ្ដាញសង្គមបន្ទាប់ពីគេរកឃើញថារដ្ឋាភិបាលអាមេរិកត្រូវចេញថ្លៃជំនួសរហូតដល់$2,300អាមេរិកឯណោះសម្រាប់អ្នកធ្វើដំណើរម្នាក់ដែលជិះយន្តហោះមកកាន់ទីនេះរដ្ឋាភិបាលសហព័ន្ធអាមេរិកត្រូវចំណាយថវិកាប៉ាន់ប្រមាណជាង$4.6 លានអាមេរិកក្នុងមួយឆ្នាំដើម្បីទ្រទ្រង់ជើងហោះហើរមកកាន់អាកាសយានដ្ឋានមួយនេះអ្វីដែលធ្វើឲ្យគេភ្ញាក់ផ្អើលបំផុតនោះគឺក្នុងមួយឆ្នាំមានអ្នកធ្វើដំណើរប្រើប្រាស់សេវាកម្មនៅទីនេះត្រឹមតែប្រមាណ2,000នាក់ប៉ុណ្ណោះនៅពេលយកប្រាក់ឧបត្ថម្ភសរុបមកចែកនឹងចំនួនអ្នកធ្វើដំណើរឃើញថាមនុស្សម្នាក់ទទួលបានការឧបត្ថម្ភពីរដ្ឋស្ទើរតែមិនគួរឲ្យជឿករណីនេះត្រូវបានទម្លាយឲ្យដឹងកាន់តែច្បាស់បន្ទាប់ពីលោកនេះឯ Philip ដែលជា YouTuber ផ្នែកដំណើរកម្សាន្តតាមយន្តហោះដ៏ល្បីល្បាញបានជិះយន្តហោះតូចប្រភេទ Cessna Caravan ដែលមានចំនួន9កៅអីចេញពីទីក្រុង Louis តម្រង់មកកាន់ទីក្រុង Jonesboro ដើម្បីចុះមើលស្ថានភាពផ្ទាល់លោកបានកត់សម្គាល់ថានៅលើជើងហោះហើរទាំងមូលមានអ្នកដំណើរអង្គុយត្រឹមតែ3នាក់ប៉ុណ្ណោះដែលនេះបង្ហាញយ៉ាងច្បាស់ថាជាជើងហោះហើរដ៏ស្ងាត់ជ្រងំមួយមូលហេតុដែលធ្វើឲ្យមានការចំណាយថវិការដ្ឋច្រើនសន្ធឹកសន្ធាប់បែបនេះគឺដើមចេញពីច្បាប់ស្តីពីការកាត់បន្ថយការត្រួតពិនិត្យផ្លូវអាកាសដែលបង្កើតឡើងតាំងពីឆ្នាំ1978មកម្ល៉េះកាលនោះរដ្ឋាភិបាលបានបង្កើតកម្មវិធីពិសេសមួយដែលមានឈ្មោះថា EAS ដើម្បីជួយឧបត្ថម្ភដល់ជើងហោះហើរឆ្ពោះទៅកាន់តំបន់ដាច់ស្រយាលជៀសវាងការកាត់ផ្តាច់ទំនាក់ទំនងផ្លូវអាកាសទោះបីជាបច្ចុប្បន្នទីក្រុង Jonesboro មានប្រជាជនជិត$80,000នាក់និងស្ថិតមិនឆ្ងាយប៉ុន្មានពីប្រលានយន្តហោះធំ Memphis ក៏ដោយប៉ុន្តែដោយសារទីក្រុងនេះមានជើងហោះហើរពាណិជ្ជកម្មតាំងពីមុនឆ្នាំ1978មកធ្វើឲ្យពួកគេនៅតែមានសិទ្ធិទទួលបានប្រាក់ជំនួយនេះបន្តទៀតលក្ខខណ្ឌតែមួយគត់គឺពួកគេត្រូវតែរក្សាជើងហោះហើរឲ្យដំណើរការជាប្រចាំដោយមិនអាចខកខានឡើយព្រោះកាលណាបើមានការបាត់បង់ជើងហោះហើរនោះសិទ្ធិទទួលបានថវិការាប់លានដុល្លារនេះនឹងត្រូវបាត់បង់ភ្លាមទោះបីជាមានមតិរិះគន់ពីមហាជនថាជាការខ្ជះខ្ជាយថវិកាជាតិហើយអ្នកខ្លះថែមទាំងស្នើឲ្យបង្កើតសេវារថយន្តក្រុងឬរថភ្លើងដឹកអ្នកដំណើរជំនួសវិញក៏ដោយប៉ុន្តែអាជ្ញាធរក្នុងស្រុកនៅតែប្រឹងប្រែងរក្សាកម្មវិធីនេះពួកគេបានអះអាងថាសេវាកម្មផ្លូវអាកាសនេះជាចំណែកតូចដ៏សំខាន់ក្នុងការទាក់ទាញវិនិយោគិនឲ្យមកបណ្ដាក់ទុនជាការសម្រួលដល់ប្រព័ន្ធសុខាភិបាលក្នុងតំបន់និងជាពិសេសគឺការជួយគាំទ្រដល់ដំណើរការរបស់សាកលវិទ្យាល័យ Arkansas State University ផងដែរ